សង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយយើងព្យាយាមកិច្ចវាយើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតរបស់ប្រជាជននៅក្នុងបុព្វហេតុការពារទឹកដីមិនបានន័យថាយើងដោះស្រាយមិនច្បាំងគ្នាគឺថាយើងបកគលដីឲ្យគេលុតជង្គង់សញ្ញេកាត់ទេអត់ទេត្រូវដោះស្រាយតាមផ្លូវច្បាប់ដោះស្រាយតាមយន្តការការទូតឲ្យអស់លទ្ធភាពខ្ញុំនិយាយម្ដងទៀតទោះបីជានៅមានសង្ឃឹមទ្វារមិនទាន់បិទទាំងស្រុងនៅបើកតែ 1% នៅក្នុងការចូលទៅដោះស្រាយដោយសន្តិវិធីគឺយើងត្រូវប្រើវាអស់លទ្ធភាពជាជាងច្បាំងគ្នាជាមុខដាក់អានឹងជាត្រីពុកអ្នកខ្លះខ្ញុំនិយាយអានឹងម្ដងអត់យល់ហើយតាំងខ្លួនជាបណ្ឌិតវិភាគ3ពពុះមាត់តាម Facebook ខ្ញុំមិនមែននិយាយថា 1% ដែលទទួលបានជោគជ័យនោះទេរឿងជោគជ័យគឺយើងនឹងខិតខំព្យាយាមឲ្យបាន 100% ទៅតាមការការពារទឹកដីប៉ុន្តែខ្ញុំនិយាយពីឱកាសដែលនៅមានក្នុងការចាប់យកជំរើសសន្តិវិធីទោះបីវានៅសល់ភាគ 1% ក៏បានន័យថាទោះបីជាវានៅសល់ 1% ដើម្បីយើងបើកទ្វារនឹងទៅចូលអង្គុយតុកចរចារឿងចរចាលទ្ធផលរឿងផ្សេងក៏យើងត្រូវតែប្រើបាទជូនបណ្ឌិតស្អីពលទឹកមាត់នៅក្រៅប្រទេសនោះសិតតែយុទ្ធវិធីច្បាស់គេថារាជរដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្រខុសរឿងកុងតឺន័ររឿងបលាលុះបើខ្លាំងចូលមកខ្ញុំឲ្យទៅជួបជាមួយមេដឹកនាំកងទ័ពដែលនៅជួរមុខដែលសម្រាប់ចិត្តតែយើងយកវិធីសាស្ត្រណាដើម្បីដោះស្រាយតែខ្ញុំសូមបញ្ជាក់ម្ដងទៀតពេលខ្លះខ្ញុំឃើញថាវាល្ងងពេកតាំងខ្លួនជាបណ្ឌិតសូម្បីតែប្រជាជនសាមញ្ញចូលមើលខមមិនក៏គាត់យល់ 1% នៃការដោះស្រាយដោយសន្តិវិធីបើសិនជាវានៅទ្វារមិនទាន់បិទខ្ញុំក៏ត្រូវជ្រើសរើសអានេះដែរមុននឹងបញ្ជូនទាហានប្រជាពលរដ្ឋស្លាប់របួសតែវាយគ្នាមិនមែនស្លាប់តែទាហានទេខ្ទេចផ្ទះស្លាប់ប្រជាពលរដ្ឋអញ្ចឹង 1% ដែលនៅសល់បានន័យថាសង្ឃឹម 1% ដែលយើងនៅតែអាចចូលអង្គុយចរចាមិនមែន 1% នៃការទទួលជោគជ័យនោះទេស្ដាប់ប៉ុណ្្នឹងក៏មិនច្បាស់ស្ដាប់បញ្យល់តែគេហៅបណ្ឌិតស៊ីអារម្មណ៍បាទបណ្ឌិតស៊ីអារម្មណ៍នេះគឺថាចេញមកគឺដាក់លទ្ធផលមុនជាងប្រមូលទិន្នន័យយកមកវិភាគបញ្ចេញលទ្ធផលដាក់ទិន្នផលមុនហើយគេថាស្អីដែលគេចង់បានមុនហើយគឺយកតែទិន្នន័យណាដែលស្របជាមួយគេយកទៅបប្រៃបន្តែមអាផ្សេងទៀតគេទាត់ចោលធ្វើបណ្ឌិតស៊ីអារម្មណ៍បែបនេះបាទក៏ស៊ីទៀតចោះតែខ្ញុំសូមឲ្យយល់ខ្ញុំសូមបញ្ជាក់ឡើងវិញបើសិនជាការដោះស្រាយតាមសន្តិវិធីនៅមានឱកាសសូម្បីតែ 1% ដែលយើងអាចនៅបើកទ្វារចូលចរចាបញ្ចប់រឿងការពារបូរណភាពទឹកដីតាមសន្តិវិធីយើងត្រូវតែប្រើវាអស់លទ្ធភាពជាជាងបញ្ជូនយើង 1% នៃលទ្ធភាពដើម្បីបើកការចរចាមិនទាន់បិទតាមសន្តិវិធីមិនមែន 1% នៃការយកឈ្នះគេចរចានោះទេ